ចាសសួស្តីអតិថិជនអរគ្នាសម្រាប់វីដេអូនេះដែរនេះខ្ញុំនឹងបង្ហាញអំពីរបៀបបញ្ចូលម្រាមដៃនិងដាក់លេខកូដសម្រាប់ទូដៃម៉ាក Philips model SPX 202ចាមុនដំបូងនៅពេលដែលយកទៅគឺយើងនឹងត្រូវដាក់ថ្មសិនដោយសារតែទូដៃនេះគឺនៅខាងក្នុងវាគឺអត់មានថ្មទេចាអញ្ចឹងគឺយើងបើកប្រអប់កៅថ្មយើងដាក់ថ្មដែលខាងក្រុមហ៊ុនយើងដាក់ឲ្យនេះចាគឺយើងដាក់ឲ្យយើងកៅដើម្បីបើកទូដៃសម្រាប់យើង set up ម្រាមដៃហើយនឹងលេខកូដចានៅពេលដែលយើងដាក់រួចរាល់យើងគ្រាន់តែធ្វើការដោតនៅកន្លែងកៅថ្មខាងមុខនេះចាបន្ទាប់មកគឺយើងវាយបញ្ចូលលេខកូដមកពីរោងចក្រ1 2 3 4ត្រង់ជ្រូកយើងមូនៅកន្លែងខាងលើបើកទ្វារគឺយើងអាចបើកទ្វារនៅខាងក្នុងបាននេះចាអញ្ចឹងគឺដើម្បីបញ្ចូលម្រាមដៃបានហ្នឹងគឺយើងត្រូវដាក់ថ្មនៅផ្នែកខាងក្នុងសិនចាគឺយើងដាក់ថ្មដើម្បីឲ្យទូដៃរបស់យើងនេះគឺមានភ្លើងដើម្បី set up ម្រាមដៃបានហ្នឹងគឺយើងត្រូវចុចប៊ូតុងពណ៌ក្រហមនេះមួយសិនចាយើងចុចតែម្ដងទេបន្ទាប់មកគឺយើងត្រូវបញ្ចូលម្រាមដៃចំនួន3ដងចានៅពេលដល់បៃតងមានន័យថាជោគជ័យយើងអាចដាក់លេខកូដដែលយើងប្រើប្រចាំថ្ងៃក៏បានចាសម្រាប់ខ្ញុំគឺខ្ញុំដាក់14ត្រង់ជ្រូកសម្រាប់លេខកូដគឺយើងត្រូវបញ្ចូល2ដងសម្រាប់អតិថិជនចង់បញ្ចូលបន្ថែមគឺយើងអាចបញ្ចូលតគ្នាបាន